វីដេអូនេះនិយាយអំពីបរិសុទ្ធជោគជ័យដែលមានរហស្សនាមថា Iron Man គឺលោក Elon Musk ដែលបច្ចុប្បន្នជាមហាសេដ្ឋីពិភពលោកដែលមានប្រាក់រហូតដល់300,000 លានជាងពីក្មេងប្រុសម្នាក់ដែលកើតនៅអាហ្វ្រិកឪពុកម្ដាយលែងលះការនៅតូចមិនចេះនិយាយស្ដីចូលចិត្តនៅម្នាក់ឯងរងការរើសអើងនិងធ្វើបាបពីមិត្តរួមថ្នាក់រងនៅអំពើហិង្សាពីឪពុកដែលជាមនុស្សកោងកាចក្រោយរៀបការប្រពន្ធលែងលះចោលពី3ដងប្រែមកជាបរិសម្នាក់ដែលមានគេចាប់អារម្មណ៍និងចូលចិត្តច្រើនពូកែខាងមុខជំនួញនិងបច្ចេកវិទ្យាក្តោបក្តាប់ក្រុមហ៊ុនធំៗជាច្រើននិងក្លាយទៅជាមហាសេដ្ឋីលេខ1នៅលើពិភពលោកនិងជា idol របស់មនុស្សរាប់ម៉ឺននាក់ពិតជាអស្ចារ្យមិនគួរឲ្យជឿលោក Elon Musk គាត់រាល់ថ្ងៃមានកូនប្រុសស្រីសរុបចំនួន12នាក់និងមានប្រពន្ធ2នាក់រៀបការ3ដងគាត់កើតនៅក្នុងគ្រួសារធូរធារមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលមានម្ដាយជាជនជាតិកាណាដារស់នៅអាហ្វ្រិកខាងត្បូងនិងឪពុកជាជនជាតិអាហ្វ្រិកខាងត្បូងដែលមានជីដូនជីតាជាជនជាតិអង់គ្លេសម្ដាយរបស់គាត់ជានារីម៉ូដែលនិងឪពុកជាវិស្វករមេកានិកនិងជាអ្នកបើកបរយន្តហោះលោក Elon Musk មានបងប្អូនសរុប3នាក់ប្អូនប្រុសម្នាក់និងប្អូនស្រីម្នាក់លោក Elon Musk ជាមនុស្សស្ងៀមស្ងាត់មិនសូវនិយាយស្ដីនិងចូលចិត្តនៅម្នាក់ឯងកាលពីក្មេងជាពិសេសនៅសាលារៀនលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិហៅគាត់តែងតែមិនឆ្លើយនិងមានសភាពផ្លឹកដែលធ្វើឲ្យគេគិតថាគាត់ជាក្មេងដែលមាន IQ ខ្សោយមកដល់ឆ្នាំ1980ពេលនោះលោក Elon Musk ទើបតែមានអាយុ10ឆ្នាំឪពុកម្ដាយរបស់លោកក៏បានលែងលះគ្នាដោយសម្រេចឲ្យកូនទាំង3រស់នៅជាមួយម្ដាយដោយគ្មានការផ្គត់ផ្គង់ពីឪពុកម្ដាយរបស់លោក Elon Musk ត្រូវធ្វើការងារ2ក្នុងពេលតែមួយដើម្បីផ្គត់ផ្គង់គ្រួសារដែលឃើញម្ដាយពិបាកនិងគ្មានពេលវេលាមើលថែខ្លួនឯងផងនោះលោក Elon Musk ក៏សម្រេចចិត្តទៅរស់នៅជាមួយឪពុកវិញនៅ2ឆ្នាំបន្ទាប់ពីការលែងលះតែលោកក៏បានស្ដាយក្រោយនិងមករស់នៅជាមួយម្ដាយវិញហើយលោកមិនអាចទ្រាំនឹងឪពុកដែលមានហិង្សានិងមានអារម្មណ៍មិនទៀងទាត់ហើយអ្វីដែលលោករឹតតែមិនអាចទទួលយកបានទៀតនោះគឺឪពុកបែរជារួមរស់ជាមួយនឹងកូនចុងភរិយាថ្មីគាត់លោក Elon Musk ចាប់ដើមស្គាល់និងមានចំណង់ចំណូលចិត្តជាមួយនឹងកុំព្យូទ័រតាំងពីអាយុ10ឆ្នាំនៅពេលដែលលោកមានអាយុ12ឆ្នាំលោកបានសរសេរហ្គេមមួយនិងបានលក់ឲ្យទស្សនាវដ្តីមួយក្នុងចំនួនទឹកប្រាក់$500ក្រោយមកលោកនិងប្អូនប្រុស Kim Ballmer បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយរួមគ្នាឈ្មោះថា Zip2 ហើយបានលក់ឲ្យក្រុមហ៊ុន Compaq នៅឆ្នាំ1999ក្នុងតម្លៃ$307លានដោយលោកមានភាគហ៊ុន7%នៃក្រុមហ៊ុនដូចនេះលោកបានទទួលបានប្រាក់22លានពីការលក់ក្រុមហ៊ុននេះក្រោយពីទទួលបានលុយពីការលក់ក្រុមហ៊ុនលោកក៏បានបង្កើតក្រុមហ៊ុនវេប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតហៅថា X.com ដែលមានលំនាំដូច Wing នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នហើយក្រុមហ៊ុន X.com ក៏ទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ទន្ទឹងនឹងនោះក្រុមហ៊ុនប្រកួតប្រជែងរបស់ X.com ឈ្មោះ PayPal ក៏ទទួលបានការគាំទ្រខ្លាំងផងដែរទោះក្រុមហ៊ុនទាំងពីរខំចំណាយលុយក្នុងការឃោសនាផ្សាយពាណិជ្ជកម្មនិងប្រើប្រាស់វិធីសាស្ត្រយ៉ាងណាក៏នៅតែមិនអាចផ្ដួលដៃគូប្រកួតប្រជែងបានជាចុងក្រោយ X.com និង PayPal ក៏សម្រេចចិត្តបង្រួមចូលគ្នាជាក្រុមហ៊ុនតែមួយដោយយកឈ្មោះ PayPal ជាតំណាងក្រុមហ៊ុននិងឲ្យលោក Elon Musk កាន់តំណែងជា CEO តែដោយសារការគ្រប់គ្រងរបស់លោក Elon Musk មានលក្ខណៈផ្ដាច់ការម្ចាស់ភាគហ៊ុនក៏បានសម្រេចចិត្តបោះឆ្នោតរួមគ្នាដើម្បីបដូរ CEO ដោយឲ្យលោក Bill Harris ដែលជា CEO របស់ក្រុមហ៊ុន PayPal មកជំនួសវិញនៅឆ្នាំ2002ក្រុមហ៊ុន eBay បានទិញយកក្រុមហ៊ុន PayPal ក្នុងតម្លៃ$1,500លានលោក Elon Musk ដែលមានភាគហ៊ុន 11.7% ក៏ទទួលបានប្រាក់ជាង100លានពីការលក់ PayPal ក្នុងឆ្នាំ2002ខែ6លោកបានបង្កើតក្រុមហ៊ុនទី3របស់ខ្លួនដែលលោកជាអ្នកគ្រប់គ្រងផ្ទាល់ដោយកាន់តំណែងជា CEO និង CTO លោក Elon Musk បានដាក់ឈ្មោះក្រុមហ៊ុនថា SpaceX ដែលជាក្រុមហ៊ុនបង្កើតកំជ្រួចបាញ់ឡើងលើអវកាសហើយក្រុមហ៊ុននេះផងដែរបេះតែនឹងធ្វើឲ្យលោកសាយធននិងត្រឡប់មកភាពក្រីក្រវិញពេលនោះផងដែរដើមទុនក្នុងក្រុមហ៊ុនមានសម្រាប់តែបង្កើតកំជ្រួចបាន3ដើមឬ3ដងតែប៉ុណ្ណោះតែជាអកុសលការសាកល្បងបាញ់កំជ្រួចទាំង3លើកត្រូវបានបរាជ័យតែលោកមិនបានបោះបង់នោះទេលោកបានលក់ផ្ទះឡាននិងប្រមូលខ្ចីលុយគេឯងដើម្បីផលិតកំជ្រួចទី4និងសាកល្បងសារជាថ្មីពេលនោះផងដែរមនុស្សគ្រប់គ្នាសុទ្ធតែគិតថាវាមិនអាចទៅរួចព្រោះការផលិតកំជ្រួចវាមិនមែនជារឿងងាយៗដែលក្រុមហ៊ុនឯកជនមួយអាចធ្វើបាននោះទេតែអភូតហេតុគឺពិតជាមានដោយលោកទទួលបានជោគជ័យក្នុងការសាកល្បងជាលើកទី4ភ្លាមនោះដំណឹងនេះក៏បានឮទៅដល់ NASA ដែលជាអង្គភាពរដ្ឋមួយរបស់សហរដ្ឋអាមេរិកហើយក៏បានចុះកុងត្រាជាមួយ SpaceX ដែលមានតម្លៃ$1,600លានសម្រាប់ការបាញ់កំជ្រួច16លើកមូលហេតុដែល NASA ជ្រើសរើសយកក្រុមហ៊ុន SpaceX ក្នុងការផលិតកំជ្រួចគឺដោយសារតែថាតម្លៃថោកជាងនិងបច្ចេកវិទ្យាខ្ពស់ជាងបើធៀបទៅនឹង NASA ផលិតខ្លួនឯង
ដោយមានការគាំទ្រពីរដ្ឋក្រុមហ៊ុន SpaceX ក៏បានក្លាយទៅជាក្រុមហ៊ុនយក្សមួយរបស់អាមេរិកដែលមានបុគ្គលិកប្រមាណ 3,000 នាក់ក្រុមហ៊ុន SpaceX ក៏មានសេវាកម្មនាំមនុស្សទៅកម្សាន្តនៅឋានព្រះច័ន្ទផងដែរនៅឆ្នាំ 2015 ក្រុមហ៊ុន SpaceX បានចាប់ផ្ដើមគម្រោងផ្កាយរណបដែលបានបាញ់ផ្កាយរណបច្រើនគ្រាប់ឡើងលើអវកាសនិងមានគម្រោងបាញ់ឲ្យគ្រប់ទីកន្លែងជុំវិញផែនដីបើគម្រោងនេះបានជោគជ័យមនុស្សម្នានឹងអាចតាក់ទងប្រើប្រព័ន្ធអ៊ីនធឺណិតនិងប្រើ GPS បានគ្រប់កន្លែងដោយពុំចាំបាច់ខ្វល់រឿងសេវាហើយក៏ប្រហែលជាអាចដាក់ឲ្យប្រើប្រាស់ free តែម្ដងបើពិតមែននោះក្រុមហ៊ុនសេវាទូរស័ព្ទនិងអ៊ីនធឺណិតទាំងអស់នឹងត្រូវរលំឆ្នាំ 2004 លោកបានវិនិយោគទៅលើក្រុមហ៊ុនឡានមួយឈ្មោះថា Tesla ហើយបានចូលរួមចំណែកជួយឲ្យក្រុមហ៊ុន Tesla ទទួលបានជោគជ័យដល់សព្វថ្ងៃនៅខែ 10 ឆ្នាំ 2022 លោកបានទិញយក Twitter ក្នុងតម្លៃ 440,000 លាននិងបានដូរឈ្មោះពី Twitter មក X ដើម្បីពង្រឹងការគ្រប់គ្រងលោកបានដកចេញនូវបុគ្គលិកសំខាន់ៗជាច្រើនផងដែរក្រុមហ៊ុនរបស់លោក Elon Musk មានដូចជា SpaceX, Tesla, The Boring Company Neuralink, Xmedia, XAI ក្រុមហ៊ុនដែលលោក Elon Musk ធ្លាប់កាន់កាប់និងបានលក់មាន OpenAI, Zip2, PayPal, SolarCity ចំពោះការសិក្សាលោកបានបញ្ចប់មធ្យមសិក្សានៅសាលាមួយនៃប្រទេសអាហ្វ្រិកខាងត្បូងនិងទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចនិងរូបវិទ្យានៅមហាវិទ្យាល័យ University of Pennsylvania នៃសហរដ្ឋអាមេរិកលោកបានបន្ថយជាថ្មីម្ដងទៀតក្នុងការគាំទ្រយ៉ាងពេញទំហឹងទៅលើលោក Donald Trump ក្នុងពេលបោះឆ្នោតនៅឆ្នាំ 2024លោកបានលើកទឹកចិត្តឲ្យប្រជាជននៃរដ្ឋមិនលំអៀងទាំង7របស់អាមេរិកមកបោះឆ្នោតដោយផ្ដល់ជាប្រាក់និងចាប់រង្វាន់យករង្វាន់ធំដែលមានទឹកប្រាក់$1 លានក្នុងមួយរង្វាន់លោកជាមូលហេតុចម្បងមួយផងដែរដែលជួយឲ្យលោក Donald Trump ជាប់ឆ្នោតការគាំទ្រចេញមុខចំនិងជួយលុយឆាយបែបនេះវាពិតណាស់នឹងធ្វើឲ្យបកមួយទៀតមានការខឹងហើយនឹងសងសឹកលោក Elon Musk បើសិនជាលោក Trump មិនជាប់ឆ្នោតតែជាចុងក្រោយគឺលោក Trump បានឈ្នះហើយលោក Elon Musk ក៏បានតែងតាំងជាប្រធានផ្នែកប្រសិទ្ធភាពការងារវីដេអូនេះសូមចប់តែប៉ុណ្ណេះបាទសូមអរគុណ